này bà ơi ôi ôi principal ôi bà này thầm đang cho hơn tao cá đây tôi bom principal là tôi bom pu ăn vô lối tê xong ta ôi bà này bà ơi ôi ôi principal ôi bà này thầm đang cho hơn tao cá đây tôi bom principal là tôi bom pu ăn vô lối tê xong ta ôi bà này bà ơi ôi ôi principal ôi bà này thầm đang cho hơn tao cá đây tôi bom principal là tôi bom pu ăn vô lối tê xong ta ôi bà này bà ơi ôi ôi principal ôi bà này thầm đang cho hơn tao cá đây tiêm tia ở nhóm lắm bao trâu không prey hay ai lan hiếm ai kiếm bao trâu không prey mày cá chúng cùng xóa là nó đập bên chắc nhung đắng bao cái ná rất mà ai chui bong gà sáng này con chui vậy ai bong nó cả lại gà sáng ai con chui nhung tiêm tia ở nhóm lắm bao trâu không prey hay ai lan hiếm ai kiếm bao trâu không prey mày cá chúng cùng xóa là nó đập bên chắc nhung đắng bao cái ná rất mà ai chui bong gà sáng này con chui vậy ai bong nó cả lại gà sáng ai con chui nhung tiêm tia ở nhóm lắm bao trâu không prey hay ai lan hiếm ai kiếm bao trâu không prey mày cá chúng cùng xóa là nó đập bên chắc nhung đắng bao cái ná rất mà ai chui bong gà sáng này con chui vậy ai bong nó cả lại gà sáng ai con chui nhung bằng lan ai trâu nó cả lại gà sáng ai con chui nhung nhung nhòa đai nhòa chơi ngon lên món nhòa đai nhòa chơi ngon hay lên trong bằng lan ai trâu nó cả lại gà sáng ai con chui nhung nhung nhòa đai nhòa chơi ngon lên món nhòa đai nhòa chơi ngon hay lên trong bằng lan ai trâu nó cả lại gà sáng người mong ơi đòi ngày tới khi mà đòi mong mới chia say mới mong người mong ơi នេះគឺវីដេអូបងប្រុសគាត់ត្រូវអញ្ជើញចូលរួមប៉ុន្តែដោយសារញ៉ាំនេះគាត់ឈឺព្យួរសរោមអត់បានចូលរួមហ្នឹងបងប្អូនប៉ុន្តែក៏យើងសុំការអនុញ្ញាតពីគាត់ដើម្បីខលទៅកាន់គាត់ដើម្បីឲ្យអ្នកនរគ្នាបានស្រាយចម្ងល់ដែលអ្នកនរគ្នាឆ្ងល់ផែន 3-4 ថ្ងៃនេះមកដែរខ្ញុំគិតថាមានការចម្រូងចម្រាសជាច្រើនហើយក៏មានការឆ្ងល់ជាច្រើនចំពោះសាច់រឿងមួយនឹងដែរត្រូវដោយសារមួយថ្ងៃចុងក្រោយនេះមានវីដេអូមួយទៀតដែលបងប្អូនស្រីម្នាក់នេះនិយាយពីគាត់ដល់អញ្ចឹងទៅវាធ្វើឲ្យច្របូកច្របល់ច្រឡំអញ្ចឹងយើងអត់ដឹងថាយើងត្រូវជឿខាងណាអញ្ចឹងយើងមានតែស្ដាប់ចាស់រឿងផ្ទាល់ទេណាបាទហើយដោយអធិការបញ្ជាក់បន្ថែមអញ្ចឹងវីដេអូកតុយនេះមែនតើអ្នកទាំងអស់គ្នាអាចឆ្ងល់ថាដាក់វីដេអូនឹងមកទៅអីវាអត់មានពាក់ព័ន្ធគ្នាគឺចង់បញ្ជាក់ថាបងប្រុសគាត់ត្រូវពួកយើងអញ្ជើញចូលរួមក្នុងកម្មវិធីយើង live ផ្ទាល់មួយពួកយើងហ្មងតែដោយសារថ្ងៃហ្នឹងគាត់ឈឺបានគាត់ថតជាវីដេអូផ្ញើពួកយើងហើយពួកយើងក៏ដាក់ឲ្យអ្នកទាំងអស់គ្នាមើលដែរទៅថាមិនយើងនេះអីទេដោយសារគាត់ឈឺអត់អាចមកកើតបាទគាត់ព្យាយាមមកនិយាយទៅគាត់អត់ខ្ញុំ contact ពីម្សិលមិញហ្នឹងគាត់អូខេអីទាំងអស់ហើយថានឹងមកចូលរួមកម្មវិធីយើងមកដល់ល្ងាចឡើងថ្ងៃហ្នឹងនេះម៉ោង 4 ជាងក៏គាត់អត់ទាន់ហ៊ានសុំ cancel ខ្ញុំដែរគាត់នៅព្យួរសរោមដល់ពេលខ្ញុំតាក់ទងទៅគាត់ទៅក៏គាត់ថាគាត់ចង់មកដែរប៉ុន្តែដោយសារគាត់ឈឺហើយគាត់ព្យួរសរោមហើយនៅពេទ្យត្រូវនៅយូរអញ្ចឹងក៏សម្រាប់ថាអត់បានចូលរួមបាទហើយឥឡូវយើងមិនបាច់តន់មានការបកស្រាយអីច្រើនទេពុកម៉ែបងប្អូនណាយើងតែស្ដាប់បងប្រុសគាត់មានការគិតបែបណាហើយគាត់ជួបហេតុការណ៍អីខ្លះម្ដងពេលកើតហេតុហ្នឹងណាអញ្ចឹងយើងនឹងធ្វើការខលទៅកាន់គាត់ទាំងអស់គ្នាហើយអ្នកនរគ្នាកុំតន់មានការវែកញែកអីខ្ញុំសុំចិត្តណាបាទកុំតន់មានការវែកញែកអីយើងទៅស្ដាប់គាត់សិនតើតាណាតំណងសាច់រឿងវាបែបណាដែរត្រូវបាទព្រោះយើងអត់អាចជឿម្ខាងចោលម្ខាងដោយយើង
អ្នកវិនិច្ឆ័យតែតាម Facebook ក៏មិនកើតដែរណា បាទ អូខេអញ្ចឹងយើងសូមធ្វើការ call ទៅកាន់គាត់ដើម្បីជួបជាមួយនឹងគាត់ផ្ទាល់តែម្ដងហើយបើអ្នកនរគ្នាមានសំណួរឬក៏ចម្ងល់អីអាច comment សួរបាន បាទត្រូវហើយដោយសារពេលដែលបាននិយាយទូរស័ព្ទមួយគាត់ផ្ទាល់អញ្ចឹងវានឹងមានអីឲ្យអ្នកទាំងអស់នេះស្ដាប់លើសពីវីដេអូដែលយើងឃើញប្រហែលថ្ងៃហ្នឹងមកយើងអាចសួរគាត់ពីអាចនិយាយទៅឬគល់បានច្រើនជាង បាទ ហ្នឹង ឥឡូវយើងដាក់វីដេអូបងអូនស្រីនេះឬក៏បងស្រីនៅនេះសិនទៅហើយយើងនឹង call ទៅកាន់បងប្រុសទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាកុំភ្លេច share ឬក៏មួយ comment សិនមិត្តភ័ក្តិឲ្យបានចូលស្ដាប់ទាំងអស់គ្នាទៅណា បាទ តនពេលតនវេលាណា ត្រូវ កម្ពុជាស្រឡាញ់សន្តិភាពការពារសន្តិភាព ឥឡូវជំរាបសួរបង បាទជំរាបសួរបង បងខ្ញុំអធិការបង បាទបងបាទ បាទជំរាបសួរបងសុខសប្បាយ បាទសុខសប្បាយបងសុខសប្បាយ មិនដែរបងធូរខ្លាំងនៅបង បានហើយបាយអើយ អាការៈដូចជាដោះស្រោមមិញឥឡូវកំពុងអង្គុយញ៉ាំបបរបងបបរស ឈឺអីគេណាបង ដូចជាដូចអស់កម្លាំងវិលមុខមើល អាចសម្រាប់អត់គ្រប់គ្រាន់ គេងលក់អីធម្មតាអត់បង បាទគេងធម្មតាប៉ុន្តែដោយសារប្រហែលថ្ងៃនេះผมមានញឹកដោយសារជាប់យកគ្នាតាមខេត្តអញ្ចឹងណាបង បងនៅបកបអាជីវកម្មធម្មតាដែរទេណា បាទបងបាទ ស្មានតែបាក់លោមឈឺបាក់ចេញពីផ្ទះហើយអូខេបងអញ្ចឹងដោយសារមានចម្ងល់ជាច្រើនដែលតាក់ទងជាមួយនឹងវីដេអូដែលបងបានបង្ហោះនៅលើបណ្ដាញសង្គមហើយយើងកម្មវិធីរបស់យើងក៏ចង់មកបកស្រាយឲ្យបានដឹងថាសាច់រឿងហ្នឹងវាកើតឡើងពីបែបណាបងធ្វើដំណើរទៅណាហើយជួបហេតុការណ៍បែបណាខ្លះអាចចែកម្លែកឲ្យពុកម៉ែបងប្អូនយើងបានដឹងខ្លះបានទេបង បាទបងបាទ អូខេបងជើញពីដបងឡើយមកហ្មងណាបង បាទបងបាទ អូខេ អញ្ចឹងបងហេតុការដំបូងហ្នឹងខ្ញុំចេញពីភ្នំពេញមកក្រុងប្រទេសនោះដោយសារតែឯកឡានទិញទឹកសុទ្ធញ៉ាំអញ្ចឹងទៅក៏បានឃើញនារីម្នាក់ឈរនៅមុខពេទ្យដល់ពេលចៃដិននៅពេលហ្នឹងមេឃកំពុងតែរកភ្លៀងឃើញនារីហ្នឹងឈរនៅក្រោមដើមពលទឹកបារាំងមេឃកំពុងតែរកភ្លៀងខ្ញុំបើកឡានទៅដល់ទៅវានេះនាងក៏បានបោះដៃហៅឡានខ្ញុំបន្ទាប់មកខ្ញុំក៏ទម្លាក់កញ្ចក់ចុះខ្ញុំសួរថាដល់ណានាងក៏ឆ្លើយថាអូខ្ញុំសុំដោយសារទៅមុខផងបន្ទាប់មកខ្ញុំនឹកឃើញថាបងស្រីគេបងស្រីយើងបងស្រីគេបងស្រីយើងក៏មាននឹកឃើញថាមានចិត្តមួយអាណិតអញ្ចឹងក៏បានថាឲ្យនាងអញ្ចឹងឡើងមកលឿនមកដល់ពេលឡើងមកលើឡានខ្ញុំក៏បានមកសួរទៀតនាងទៅដល់ណានាងក៏ឲ្យមុខថាទៅមុខពូហើយដល់ពេលអញ្ចឹងខ្ញុំក៏អត់បានចាប់អារម្មណ៍ទៀតដែរខ្ញុំក៏បើកឡានទៅមុខគ្រាន់តែឡើងលើឡានព្រាមមើលទៅនាងដូចជាបាត់ងួយអញ្ចឹងក៏បានគេងនៅលើកៅអីឡានហើយដល់ពេលអញ្ចឹងទៅគេងនៅលើរហូតគេលើកៅអីលើឡានរហូតបន្ទាប់មកដល់កន្លែងហួសតាទាំងកន្លងហ្នឹងនាងក៏ឲ្យខ្ញុំឈប់ពូដល់ផ្ទះខ្ញុំហើយខ្ញុំដល់ពេលហ្នឹងខ្ញុំក៏បានឈប់ខ្ញុំសម្លឹងមើលទៅខាងដូចអត់មានឃើញផ្ទះទេឃើញសិតតែព្រៃនាងក៏ឲ្យខ្ញុំបត់ឡានចូលទៅក្នុងព្រៃហើយកន្លែងហ្នឹងដូចជាអត់មានឃើញផ្ទះទេឃើញតែផ្លូវម៉ូតូហើយនឹងផ្លូវកង់អតេសខ្ញុំក៏អត់អស់ចិត្តខ្ញុំថាខ្ញុំអត់ហ៊ានឈប់ទេអត់ហ៊ានឈប់ខ្ញុំក៏បើកភ្លើងកដាលមកឃើញទម្លាក់សក់ហើយបើកភ្លើងឡើងធំតែស្លឹងមើលទៅខោទៅឈាមស្លឹងមើលទៅខោឃើញចិត្តទៅឈាមដល់ពេលអញ្ចឹងខ្ញុំក៏បើកឡានរត់ដល់ពេលអញ្ចឹងទៅនាងក៏លូកដៃស្បាច់កខ្ញុំបន្ទាប់ដល់ពេលនោះខ្ញុំភ័យខ្លាំងមែនទែនដៃមកខាងបតែបន្ទាប់ជាមួយនឹងនាងហើយនឹងដៃមកខាងទៀតកាន់ពីកូដឡានអារម្មណ៍ដល់ពេលហ្នឹងបើសិនជាខ្ញុំຕົកស្មារតីអត់ជាប់ប្រហែលអាចនឹងគ្រោះថ្នាក់ឡានមកពីមុខធំទៀតហើយគាត់ភ័យមែនទែនបតែបន្ទាប់ជាមួយនាងបដាបើកឡានបដាបន្ទាប់មកចូលនៅក្នុងការ៉ាសាំងឲ្យបងអើយជួយខ្ញុំផងដល់ពេលនោះខ្ញុំក៏បានរត់ចោលឡានដល់ពេលអញ្ចឹងទៅខ្ញុំស្រែកឲ្យអ្នកចាក់តាំងនោះចេញមកជួយអ្នកដែលទៅមើលកន្លែងឡានហ្នឹងគេក៏បានចេញមកជួយមែនប៉ុន្តែបន្ទាប់មកគេដើរទៅមើលកន្លែងឡានឃើញនាងកំពុងអង្គុយលើឡានទម្លាក់សក់
ទម្លាក់សក់ពីអ្នកដើរទៅដបងអត់ចង់ហ៊ានទៅកន្លែងឡានទេមកថែម្នាក់ទៀតអ្នកដែលគេទៅជួយខ្ញុំនោះក៏គេនាំគ្នារត់ដូចតែខ្ញុំរត់ចោលឡានដបងអញ្ចឹងគាត់នៅចំហាយនាងគាត់បើកទ្វារឡានចេញពីឡានហ្នឹងនាំគ្នារត់ទាំងអស់គ្នាហើយបន្ទាប់មកនាងក៏ដើរចូលទៅក្នុងព្រៃបាត់ទៅហើយព្រៃគៀនក្រាសាំងកេកព្រៃកាស្ចាហ្នឹងណាបងរឿងហ្នឹងវាអញ្ចឹងណាបងបាទអញ្ចឹងខ្ញុំមានសំណួរតិចតួចដែរបាទចុះពេលដែលបងគាត់ឡើងឡានដំបងបងគិតថាបងអូនគេបងអូនយើងបងគេបងយើងគឺយើងហៅគាត់ឡើងឡាននេះក្នុងគោលបំណងចង់ជួយគាត់ដោយសារគាត់ស្រីម្នាក់ឯងយើងមានចិត្តចង់ជួយគាត់កុំឲ្យខ្លាចជួបបញ្ហាណាត្រូវទេបាទខ្ញុំមួយអញ្ចឹងណាបងនៅឃើញថាណាមួយយកជ្រៅហើយណាមួយនៅមើលទៅអាការៈដូចជាទៅចេញពីពេទ្យអញ្ចឹងណាបងហើយណាមួយដូចឃើញថាចិត្តមួយចង់ជួយថាអាស្មានេះហើយណាមួយមិនកំពុងភ្លៀងទៀតផ្លេចបន្តមកព្រីអញ្ចឹងណាបងបាទគោលបំណងនោះនឹកឃើញថាគាត់សុំដោយសារទេគាត់បក់ដៃអញ្ចឹងខ្ញុំសួរថាទៅដល់ណាដែរនាងពូអើយខ្ញុំសុំទៅដោយសារផងគាត់និយាយមួយទៅអញ្ចឹងណាបងហើយដល់ពេលអញ្ចឹងខ្ញុំនឹកឃើញថាមិនកំពុងតែភ្លៀងឥឡូវហើយគាត់តម្លាក់កញ្ចក់ទៅគាត់បាក់គ្រាឡើងមកអញ្ចឹងនាងលឿនតិចភ្លៀងឥឡូវហើយឡើងគាត់ដល់នេះភ្លៀងគាត់ឡើងភ្លាមគាត់តម្លាក់ខ្លួនគាត់ចេញលើឡានទៅហើយក៏ខ្ញុំបានសួរទៀតដែរដល់ទៅពេលដល់ពាក់កណ្ដាលផ្លូវគូផ្សារទៅទាំងដល់ឡើងវាមានព្រៃកាស្ចាមួយគាត់ថាដល់ផ្ទះហើយពូដល់ផ្ទះហើយខ្ញុំទៅពេលហ្នឹងចាប់ផ្ដើមព្រឺក្បាលខ្ញាក់ខ្ញុំថាអញអារម្មណ៍ខ្ញុំមិនក៏ថ្ងៃនេះខុសផ្លែកពីធម្មតាម្ល៉េះដល់ពេលអញ្ចឹងខ្ញុំអត់ចិត្តខ្ញុំថានាងដល់ណាផ្ទះណាអត់មានទេសិតតែព្រៃហើយនឹងវាលស្រែហ្នឹងមកទីហៀងនេះវាលស្រែមកទីហៀងនេះភ្នំហ្នឹងហើយនឹងសិតតែព្រៃកាស្ចាហ្នឹងឲ្យពូបាត់ឡានចូលទៅមិនកើតអត់ទេពួកឯងបាត់ទៅបាត់ចូលទៅខ្ញុំអត់ចិត្តខ្ញុំបើកភ្លើងកណ្ដាលទៅទម្លាក់ស្ពក់មកបើកភ្លើងធំលូកដៃច្បាច់កខ្ញុំនៅពេលហ្នឹងគឺខ្ញុំអារម្មណ៍មានបើសិនជាអាចខ្ញុំឈឹងទៅរត់ចោលឡានណាពេលហ្នឹងតែខ្ញុំទុកអារម្មណ៍ជាប់អញ្ចឹងណាបងចូលដល់បើកបណ្ដាបន្តែបន្ទាប់មួយខ្ញុំបណ្ដាអញ្ចឹងទៅរឿងហ្នឹងតែរឿងដំណើរតាមតងពីដើមដល់ចប់ពីអញ្ចឹងបងអញ្ចឹងពេលដែលគាត់ឡើងមកវិញឡើងមកលើឡានភ្លាមគឺអត់មាននិយាយស្ដីអីគឺគាត់គេងហ្មងបាទគាត់ឡើងមកដំបូងនេះមនុស្សធម្មតាទេបងមនុស្សធម្មតាទេតែដល់ពេលដល់ពាក់កណ្ដាលផ្លូវដូចជាមានអាការៈមួយខុសប្លែកពីមនុស្សធម្មតាអញ្ចឹងណាបងចុះដល់ពេលគាត់គេងហ្នឹងប្រហែលរយៈពេលប្រហែលម៉ោងដែរពេលដែលគាត់គេងហើយបានចាប់ផ្ដើមដល់ព្រៃកាស្ចាមួយហ្នឹងគាត់មកនិយាយថាដល់ផ្ទះគាត់ហ្នឹងគាត់ប្រើរយៈពេលប្រហែលគាត់គេងលើឡានហ្នឹងបងគេខ្ញុំខែទុំជាងកន្លះម៉ោងបងជាងកន្លះម៉ោងហើយជាកន្លះម៉ោងដែរណាចុះដំបូងពេលដែលបងអញ្ជើញគាត់ឡើងឡានចង់ជួយគាត់នេះបងអត់ឃើញថាខោគាត់មានឈាមមានអីកន្លែងហ្នឹងខ្ញុំអត់បានចាប់អារម្មណ៍ទេបងព្រោះនៅឃើញទី1គាត់ធោនៅកន្លែងក្រោមដល់ទឹកប្រាំងនោះមើលកំពុងតែរកភ្លៀងហើយណាមួយអត់មានអីធ្វើដំណើរគាត់សុំទៅដោយសារក៏អត់បានចាប់អារម្មណ៍ថាមានឈាមអត់ឈាមអញ្ចឹងណាបងបាទទៅពេលហ្នឹងអញ្ចឹងហើយដល់ពេលខ្ញុំនឹកឃើញថាបងស្រីគេបងស្រីយើងបងស្រីគេបងស្រីយើងអត់មានឡានធ្វើដំណើរឬមួយក៏អត់មានម៉ូតូធ្វើដំណើរបន្តទៅមុខអញ្ចឹងណាបងហើយនឹកឃើញថាភ្លៀងយប់ហើយចរាយប់ហើយអត់មានអីទៅមុខព្រោះខ្ញុំសុំទៅដោយសារផងនិយាយគាត់និយាយមួយអញ្ចឹងដល់ពេលហ្នឹងអត់ចាប់អារម្មណ៍អត់បើកទីឡានឲ្យគាត់ឡើងមកខ្ញុំសួរថានាងទៅដល់ណាវិញគាត់ឆ្លើយចង្អុលថាទៅមុខគាត់ចង្អុលទៅមុខអញ្ចឹងខ្ញុំក៏បើកឡានមកធម្មតាទៅទៅពេលមកដល់ពាក់កណ្ដាលផ្លូវអត់មានឃើញផ្ទះទេគាត់ឲ្យខ្ញុំឈប់គាត់ថាដល់ផ្ទះហើយពូឈប់នឹងហើយដល់ផ្ទះហើយឲ្យខ្ញុំបាត់ស្ដាំទៅដល់ពេលអញ្ចឹងខ្ញុំមិនឃើញថាមានផ្លូវមកវិញណាសិតតែព្រៃហ្នឹងហើយគ្មានផ្ទះមកវិញណាសិតតែភ្នំហ្នឹងតើបងចុះអត់ទេបាទបងបាទចុះសម្រាប់ឃើញគាត់ពាក់អីគេខ្មៅនៅលើស្មាហ្នឹងជាកសែងឬក៏ជាអាវក្រៅរបស់គាត់បងកសែងបងកសែងឡើងដំបូងនោះឡើងដំបូងនោះរុំតែភ្នែកទេខ្ញុំលើឃើញថាអញរុំក្បាលអស់ហើយឃើញតែប្រឡោះភ្នែកទៅបឡើងរុំចេះទទួលចេះបាទរុំរុំយកកសែងខ្មៅនោះរុំណាយកកសែងខ្មៅនោះរុំក្បាលរុំមុខរុំអីទាំងអស់ឃើញតែភ្នែកទេហើយដល់ចម្លែកអញ្ចឹងណាបងហើយបានគាត់ឡើងឡានបងមកបាទបងបាទហើយពេលណាដែលគាត់ដោះអាកសែងនឹងចេញវិញពេលគាត់គេងឬមួយក៏គាត់ងើបពីគេងមិនដោះពេលដែលគាត់គេងបងពេលដែលគាត់គេងគាត់ដោះអាកសែង
ហើយដល់ពេលគាត់ភ្ញាក់ហ្នឹងគាត់ទទួលលើក្បាលបង បងចុះមុខគាត់ពេលហ្នឹងបែបណាដែលពេលដែលគាត់ដល់កសែងអញ្ចឹងបើសម្រាប់ពេលដែលបងឃើញផ្ទាល់នោះតើសម្រាប់គាត់គឺស្អាតបាតធម្មតាអត់មានជាអីជាការសង្ស័យទេឬមួយក៏មិនដែរពេលដែលគាត់ដល់កសែងភ្លាម ស្អាតបាតធម្មតាបងស្អាតបាតធម្មតាទេដំបូងនោះស្អាតបាតធម្មតាទេ ចុះសម្រាប់ អាការៈដែលប្រែប្រួលហ្នឹងគឺមកដល់ពាក់កណ្ដាលផ្លូវដែលពេលគាត់ឲ្យខ្ញុំនឹងឈប់ឡានទួឈប់ឡានដល់ផ្ទះខ្ញុំហើយខ្ញុំមើលទៅស្រីនៅស្ដាំខាងនេះវាលស្រែខាងនេះទៅកាសាខាងនោះភ្នំគាត់ឲ្យខ្ញុំបិទឡានចូលទៅក្នុងភ្នំគាត់ឲ្យខ្ញុំបិទឡានចូលទៅក្នុងភ្នំហើយប្រឡោះហ្នឹងដូចជាមានតែមកប្រឡោះមានតែមកផ្លូវកង់ម៉ូតូហើយនឹងផ្លូវអត់ទេដែលអាចបោះចូលទេបើមិនវាឡានតែអាចអត់ចូលកើតទេពួកអីវាតោះហ្នឹងកូនភ្នំមួយតូចទេណាបងហើយដល់ពេលបន្ទាប់មកខ្ញុំថាអត់ព្រមទេខ្ញុំអត់ចូលទេខ្ញុំក៏បើកអាភ្លើងកដាលហ្នឹងមើលទៅភ្លើងធំលូកដៃច្បាច់កខ្ញុំយកតែម្ដងដល់ពេលនោះលូកដៃច្បាច់កយកតែម្ដងហើយដល់ពេលខ្ញុំភ័យណាស់ពេលភ័យមែនទេបាទចុះសម្រាប់ភ្នែកគាត់នេះបងភ្នែករបស់គាត់ហ្នឹងពេលដែលបងថតមកមានអារម្មណ៍ថាអាក្រោមភ្នែកគាត់ដក់ខ្លាំងឬមួយក៏វាដូចប្រឡាក់ឬក៏ស្មៅឬមួយក៏អីឲ្យប្រកបក្រហមបងក្រហមភ្នែកកន្លែងហ្នឹងក្រហមបងក្រហមដក់និយាយទៅក្រហមទាំងពីរតែម្ដងណាជាប់ក្រហមហ្នឹងបងក្រោមភ្នែកហ្នឹងណាបាទបងក្រោមភ្នែកឬក៏ក្របភ្នែកគាត់បងដែលក្រហមហ្នឹងក្រោមភ្នែកបងក្រោមភ្នែកក្រហមចឹងនិយាយទៅទាំងលើទាំងក្រោមហើយនឹងអាកំពុងភ្នែកកដាលហ្នឹងក៏ក្រហមនិយាយទៅក្រហមទាំងអស់ទាំងពីរហ្មងបងគួរឲ្យខ្លាចហ្មងណាបង អូខេចឹងសុំសួរបងបន្ថែមទៀតណាដើម្បីឲ្យគ្នាយើងអស់ចម្ងល់ចុះពេលដែលទៅដល់ក្រាសាំងហើយបងរត់ចេញពីឡានហ្នឹងឆ្លៀតថតបានបន្តិចហ្នឹងហើយដល់ពេលអ្នកនៅហ្នឹងគេនិយាយថាមិនខ្លះដែរសម្រាប់បងដែលគាត់នៅក្រាសាំងហ្នឹងដល់ពេលហ្នឹងគាត់ចូលមកជួយបងគាត់ចូលមកជួយគាត់ថាមានការអីមានហេតុការអីខ្ញុំថាបងមកជួយខ្ញុំតិចមកមានមនុស្សចម្លាយទៅលើឡានបងជួយខ្ញុំតិចមកមិនដឹងជាខ្មោចឬមួយគាត់ជាមនុស្សទេបងឯងជួយខ្ញុំតិចមកគាត់ក៏បានទូពីរអ្នកហ្នឹងឡើងមកមែនឡើងពីរឹងហើយនឹងពីកន្លែងកម្មាគេស្អីហ្នឹងគាត់អង្គុយហ្នឹងគាត់អង្គុយចាក់តាំងហ្នឹងគាត់ក៏ស្ទុះមកពីរអ្នកដល់ពេលអញ្ចឹងទៅគាត់អត់អស់ចិត្តម្នាក់ទៀតដើរទៅទៀតដល់ពេលដើរទៅកន្លែងមាត់វាឡានហ្នឹងគាត់ក៏មានអារម្មណ៍មួយខ្លាចម្នាក់ស្រីនឹងដែរម្នាក់ស្រីនឹងគាត់ចូលមកលើឡានគាត់ដូចមានអារម្មណ៍មួយចាញ់ស្រាប់ចាញ់ស្រាប់ម្នាក់ស្រីហ្នឹងនាំគ្នាស្ទុះរត់ដល់ទាំងពីរទាំងបីនាក់រត់តែខ្ញុំមិនរត់ទៅអ្នកចាក់តាំងហ្នឹងទៀតរត់ទាំងអស់បងហ្នឹងហើយបងខ្ញុំសូមបន្ថែមបន្តិចទៀតព្រោះបងប្រាប់ថាពេលដែលបងបើកភ្លើងកដាលហ្នឹងបើកភ្លើងឡានកដាលហ្នឹងបងឃើញគាត់មានឈាមនៅខោតែបងបាទបងបាទឃើញឈាមនៅខោអញ្ចឹងបន្ទាប់ពីគាត់ចុះពីឡានបងនៅក្រាសាំងហ្នឹងចុះពីឡានហ្នឹងគាត់ដើរចូលព្រៃបាត់ហ្នឹងពេលដែលបងលេងភ័យលេងអីមកផ្ទះវិញបងមានបានសង្កេតមើលមានឈាមប្រឡាក់លើពូកលើអីនឹងអត់បងដូចជាអត់មានប្រឡាក់ទេបងអត់មានប្រឡាក់ទេបានន័យថាពេលឃើញឈាមហ្នឹងគឺនៅជាប់ខោគាត់ប៉ុន្តែអត់មានប្រឡាក់អីនៅលើពូកនៅអីទេលឺហ៎បងដាច់ហើយដាច់ Bluetooth បងសុំបន្តិចបងដាច់ Bluetooth សុំបន្តិចបងសុំបន្តិចគ្នាយើងចាំបន្តិចណានឹងដាច់ Bluetooth បន្តិចបាទតាមរយៈហ្នឹង B ម៉ាស៊ីនឈ្មោះអីគេ Pro Rodecaster Pro ខ្ញុំចាប់អារម្មណ៍ត្រង់ពេលក្រុមការងារគាត់ជាប់វិញជំរាបសួរបងចំអត់ជាប់ខ្ញុំចាប់អារម្មណ៍ក្រុមការងារអ្នកនៅក្រាសាំងបងសុំបិទបន្តិចហើយខ្ញុំនឹង call ទៅកាន់បងតាមវិញណាបងអូនចេះបាទនិយាយ connect តោះក្រុមការងារជួយតិចដាច់ Bluetooth ខ្ញុំកុំតន់សួរដល់ចុងក្រោយតាមកលៈសិនណាមិញពីចំណុចចាប់ដើមមករហូតដល់ហេតុការណ៍នៅក្រាសាំងអីចឹងយើងសួរក្រាសាំងសិនយ៉ាអូខេកុំប្រឡងតែចឹងអ្នកស្ដាប់គាត់វល់វិវសាច់យើងវល់ដែរណាបងប្អូនទាំងអស់គ្នាដែលទស្សនាកម្មវិធី404 Project
សូមស្ដាប់សាច់រឿងនេះជាការស្ដាប់កំសាន្តនៃព័ត៌មានរន្ធត់មួយណាហើយសូមស្ដាប់ដោយប្រើវិចារណញ្ញាណហើយយើងពីកម្មវិធីយើងអត់វិនិច្ឆ័យថាជាបែបណាទេតែខ្ញុំបើតាមខ្ញុំមើលថាប្រហែលជាគាត់មនុស្សហើយគាត់មានបញ្ហាអីមួយណាហើយប្រហែលជាគាត់ខ្លាចពេលយប់អីចឹងទៅណាអញ្ចឹងបើសិនជាបងស្រីម្នាក់នោះគាត់បានមើលទស្សនាបានទស្សនាកម្មវិធីយើងបានដឹងបានលើដែរបើសិនជាអាចចង់បកស្រាយអីអាចបកស្រាយជាមួយនឹងកម្មវិធីយើងបានដែរណាបាទលើឈប់ខ្ញុំសូមធ្វើការខលទៅកាន់បងប្រុសស្រីថ្មីបាទបើបានអញ្ចឹងកាន់តែល្អហ្មងហ្នឹងហើយព្រោះយើងអត់ដាច់ខាត់ថាត្រូវវារឿងហ្នឹងមិនហ៎បាទយើងមិនមែនអ្នកសម្រាប់ទេហើយតាក់តងឃើញបងប្អូននៅខមមិនរឿងប៉ិតឬប្រឌិតអាឡូមានសួរបងបាទអាឡូជំរាបសួរបងបាទលើតស្អីយើងតមិញដល់ណាដែរបងមិញធ្វើក្រាសាំងអត់កាធ្វើក្រាសាំងបាទដល់ក្រាសាំងបងអូខេអញ្ចឹងពេលដែលបងទៅដល់ក្រាសាំងហើយមានមនុស្សបងដែលគាត់ធ្វើការនៅក្រាសាំងមាន2នាក់ទៀតត្រូវហ៎បងបាទបងបាទហើយតមកគាត់2នាក់គាត់ធ្វើមិនទៅពេលបងបានប្រាប់ថាអូជួយផងគាត់រត់ទៅមើលកន្លែងបងស្រីដែលគាត់នៅខាងស្ដាំដៃនៅទីកុងឡានហ្នឹងឲ្យមិនទៀតបងបាទនៅពេលហ្នឹងគាត់ទូទៅទៅអឺតមើលដល់ឲ្យពេលអឺតមើលគាត់រៀមអឺតមើលមកទៅហ៊ានពីហ៊ានចិត្តដល់កន្លះនាងអង្គុយហ្នឹងគាត់មានអារម្មណ៍មួយថាអត់ចង់ហ៊ានទៅក្បែរនាងទេព្រោះមានអាការៈមួយចាញ់ច្រាបអញ្ចឹងណាចាញ់ច្រាបដូចអារម្មណ៍អោយខ្លាចហ្មងគាត់ឈានជើងដើរចេញម្នាក់ដល់ជំហានមិនហើយដល់ពេលអញ្ចឹងម្នាក់ក្រោយហ្នឹងមកស្ទុះមកម្នាក់ទៀតទាំងអស់3នាក់ដើរមកក្បែរគៀនឡានដល់ពេលដើរដល់កន្លែងជិតទ្វារឡាននាងក៏ស្ទុះបើកទ្វារក៏នាំគ្នារត់ទាំងខ្ញុំរត់ទាំងអ្នកដែលគេមកជួយហ្នឹងរត់ទាំងអស់គ្នាទៅបងចុះដល់ពេលពួកបងមានបានភាសាគ្នាបាទបងជាមួយនឹងបងនៅក្រាសាំងហ្នឹងមានបានភាសាគ្នាថាប្រហែលជាមិនអីចឹងណាឬមួយក៏ចង់រត់តាមដើម្បីជួយអីចឹងហ៎មានម្នាក់គាត់ពាក់ក្បាលពិលនៅជាប់ក្បាលតាមរោគដែរតែតាមរោគអត់ឃើញបងគាត់ខ្លាចបងស្រីនឹងមានបញ្ហាអីចឹងណាបាទទៅខ្លាចមានបញ្ហាអីអញ្ចឹងណាពួកអីឃើញទស្សនវិជ្ជាហ្នឹងឃើញទាំងអស់គ្នាមិនមែនឃើញតែខ្ញុំទេអ្នកដែលចាក់តាំងហ្នឹងក៏ឃើញហើយដែលគេមកជួយខ្ញុំក៏ឃើញអញ្ចឹងណាបងបាទដល់ពេលអញ្ចឹងគាត់ពាក់ក្បាលដល់ពេលនេះគាត់ពាក់ក្បាលពិលគាត់ពាក់ក្បាលពិលនៅជាប់នឹងក្បាលទៅដើរប្រចាំងរោមើលអញ្ចឹងទៅនាងក៏ដើរចូលព្រៃបាត់អាព្រៃកាសកាហ្នឹងណាបងចូលទៅក្នុងហ្នឹងបាត់ទៅចុះដល់ពេលគាត់ម្នាក់ស្រីហ្នឹងគាត់ចូលពីលើឡានសកម្មភាពគាត់បែបណាដែរពេលដែលគាត់រត់ចុះពីលើឡានណាគាត់របៀបថាបើកទ្វារមករត់ប្រុចហ្មងឬមួយក៏គាត់មានអាកប្បកិរិយាណាដែលបងចំណាំបានកិរិយាដែលពេលគាត់ធ្វើដំណើរទៅហ្នឹងគាត់ដើរធម្មតាហើយក៏យកសរសៃរុំក្បាលបងតែហុំពីលើឡានមកឬក៏ចុះដល់ក្រោមហើយបានហុំរុំនៅពេលដែលគាត់ចុះពីលើឡានហ្នឹងតែម្ដងបងបើចុះបដាហុំបដាបើបដារុំបដាបងហើយគាត់ដើរទៅមួយអញ្ចឹងទៅបងមានបិជើងហ៎បងដើរទៅមួយអញ្ចឹងណាបងពេលហ្នឹងគាត់មានបិជើងហ៎បងដូចជាអត់ចាប់អារម្មណ៍ផងដើរទៅដូចអត់មានឃើញជើងទេបងនិយាយចំទៅខ្ញុំថាដូចជាមនុស្សពាក់កណ្ដាលដូចជាអបិយជំនឿពាក់កណ្ដាលអញ្ចឹងទៅមកទៅខ្ញុំហ៊ាននិយាយអញ្ចឹងមកទៅព្រោះសកម្មភាពពេលហ្នឹងដូចអត់មានឃើញជើងដើរទេអាចភ័យពេកអត់បានចាប់អារម្មណ៍អញ្ចឹងក៏ថាបានណាបងបាទប្រហែលជាបងអូនភ័យពេកមិនអាចចាប់អារម្មណ៍កន្លែងហ្នឹងក៏អាចថាបានណាបងព្រោះសំខាន់ជាក់ស្ដែងហ្នឹងគឺមនុស្សទេបើមិនដឹងតែខ្មោចឬមួយក៏មិនក៏បងអូនរៀនហៅឡើងលើឡានហើយនិយាយត្រង់មកបងចោះសម្រាប់វ័យបងស្រីហ្នឹងបងគិតថាប្រហែលប៉ុន្មានបើមើលតាមទឹកមុខបងអ្នកជួបហេតុការណ៍ជាក់ស្ដែងវ័យហ្នឹងប្រហែលជាខ្ទង់20ទេ20ស្ដើងទេប្រហែលខ្ទង់21 22អីទេ20ស្ដើងទេចុះបងថាខោគាត់ប្រឡាក់ឈាមហ្នឹងតើប្រឡាក់ឈាមកន្លែងណាដែរដោយសារបើមើលតាមវីដេអូនេះពីមុខនេះមើលអត់ឃើញកន្លែងប្រឡាក់តើគាត់ប្រឡាក់កន្លែងណាឈាមដែលបងថាប្រឡាក់ហ្នឹងប្រឡាក់នៅខាងមុខបងប្រឡាក់នៅខាងមុខគាត់ដាក់ដៃបាំងហ៎បាទដាក់ដៃបាំងដាក់ដៃទាំងពីរហ្នឹងបាំងហ៎បងអញ្ចឹងដោយសារក្នុងវីដេអូយើងអត់ឃើញអញ្ចឹងណាបាទយើងព្យាយាមសួរទីតាំងនៃកន្លែងប្រឡាក់ឈាមច
ចោះដល់ពេលបងយកទូរស័ព្ទថតណាក្នុងវីដេអូនេះក៏យើងបានលើដែរថាថតខ្ញុំធ្វើអីមិនចឹងអីចឹងណាកន្លែងហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំភ័យដល់ពេលបាទអញ្ជើញមកអញ្ជើញបាទដល់ពេលហ្នឹងខ្ញុំមានអារម្មណ៍មួយថាភ័យអញ្ចឹងណាបងជួបផែនការចម្លែកអញ្ចឹងទៅខ្ញុំចង់ថតបើមិនមានបញ្ហាអ្វីមួយខ្ញុំមានផតតាំងតែវីដេអូខ្ញុំបើកចូលក្នុងក្រាសតាំងអញ្ចឹងណាបងពួកអីខ្លាចទី1បើសិនជាយើងយកភៀវមកពេលយប់អញ្ចឹងដូចឃើញថាបើសិនជាដឹកអស់ពោះផ្លូវអញ្ចឹងខ្លាចក្រុមគ្រួសារបងប្អូនគេតាមរកទៅយើងអត់យកគេចូលដល់ផ្ទះអញ្ចឹងហើយឲ្យខ្ញុំយកចូលដល់ក្នុងផ្ទះមិនកើតបើសិតតែព្រៃហ្នឹងឲ្យខ្ញុំមកចូលខ្ញុំអត់ហ៊ានចូលទេហើយណាមួយយកប្រឡប់ទៀតអញ្ចឹងណាបងបាទតាមពិតគោលបំណងថតនេះគឺខតផោះតាំងដើម្បីការពារខ្លួនបាទព្រោះបើមែនតើបើមនុស្សគាត់មានបំណងអាក្រក់គាត់មានន័យដែលថតដើម្បីទុកម្សល់ផោះតាំងប៉ុន្តែនេះគាត់ថតដើម្បីផោះតាំងដើម្បីការពារខ្លួនទេព្រោះគាត់អត់មានបំណងអាក្រក់ទេចង់ជួយគេតែប៉ុណ្្នឹងឯងដោយសារដឹងហើយថាគាត់ជិះទៅដល់ផ្ទះក៏យើងអត់យកលុយដែរត្រូវអត់បាទយើងចង់ជួយយកហ្មងហ្នឹងបាទអញ្ចឹងឥឡូវខ្ញុំសុំមើលវីដេអូហ្នឹងមួយសារទៀតហើយខ្ញុំនឹងប្រហែលជាសុំបន្ថែមរំខានបងសួរថែម 2-3 សំណួរទៀតដោយសារពេលហ្នឹងមានការឆ្លើយឆ្លងនៅលើឡានដែរណាបាទអូខេតោះសុំបើកសលេងបងស្រីមកផងអូយបានហើយម៉ែអើយអូយព្រឹងស្បល់អូយបានហើយทำហ្នឹងចុះអន់តកើតហើយទៅបងព្រីស្បល់ឡាទៅបងពូអត់យកលុយទេពូអត់យកលុយទេសុំតអូយបានហើយម៉ែអើយអូយព្រីស្បល់អូយបានហើយทำហ្នឹងចុះអន់តកើតហើយទៅបងព្រីស្បល់ឡាទៅបងពូអត់យកលុយទេពូអត់យកលុយទេសុំតទៀមទីឲ្យខ្ញុំហ្នឹងបើកចូលក្នុងព្រៃហើយឲ្យឡានខ្ញុំឲ្យខ្ញុំបើកចូលក្នុងព្រៃមិនកើតខ្ញុំពងឆ្ងល់ឥឡូវដល់ពេលអញ្ចឹងខ្ញុំមិនដឹងបើកទៅណារត់មកឲ្យជួយបងក្រាសាំងនេះឲ្យគាត់ជួយឲ្យបងនៅកន្លែងក្រាសាំងឲ្យគាត់ជួយខ្ញុំទៀមទីឲ្យខ្ញុំហ្នឹងបើកចូលក្នុងព្រៃហើយឲ្យឡានខ្ញុំឲ្យខ្ញុំបើកចូលក្នុងព្រៃមិនកើតខ្ញុំពងឆ្ងល់ឥឡូវដល់ពេលអញ្ចឹងខ្ញុំមិនដឹងបើកទៅណារត់មកឲ្យជួយបងក្រាសាំងនេះឲ្យគាត់ជួយឲ្យបងនៅកន្លែងក្រាសាំងឲ្យគាត់ជួយខ្ញុំបើកឡានឲ្យចូលដល់កន្លែងក្រាសាំងឲ្យពួកគាត់ជួយខ្ញុំញ័រដៃញ័រជើងអស់លេងហ្មងញ័រដៃញ័រជើងអស់ហើយលេងចង់បើកឡានឲ្យចូលដល់កន្លែងក្រាសាំងឲ្យពួកគាត់ជួយខ្ញុំអូខេបងចុះចំពោះបងយើងសរុបមកវិញតើបងយល់ឃើញថាតើគាត់ជាមនុស្សឬក៏ជាអមនុស្សបើតាមមកខ្ញុំយល់កន្លែងហ្នឹងខ្ញុំថាមនុស្សបងប៉ុន្តែគាត់ថាអាការៈខុសប្លែកពីមនុស្សបងអូខេខ្ញុំយល់ឃើញយ៉ាងណាខ្ញុំថាគឺមនុស្សសុទ្ធ 100% តែម្ដងតែអត់ដឹងថាគាត់មានបញ្ហាអីបាទឬមួយក៏គាត់មានបញ្ហាមុននឹងអីចឹងទៅជួបគ្រោះថ្នាក់អីមួយឬមួយក៏គាត់មានបញ្ហាគ្រួសារឬមួយក៏បែបណាយើងក៏អត់ដឹងដែរតែខ្ញុំមាននិយាយថានេះយើងក៏អត់ដឹងដែរបងកន្លែងហ្នឹងអញ្ចឹងណាបងបាទសម្រាប់ខ្ញុំគិតថាមនុស្សទេបងបាទអូខេហើយពេលដែលបងផុសវីដេអូនឹងភ្លាមគេមិនសិនខ្ញុំគ្រប់គ្នាបងអើយហើយខ្ញុំបាច់ទេបងខ្ញុំផុសឈ្មោះផុសលេខទូរស័ព្ទបងហើយគេថាមិនបាច់រកលេខទូរស័ព្ទបងទេរកម្នាក់ស្រីហ្នឹងហ្មងទៅព័ត៌មានច្បាស់ជាងបាទខ្ញុំនឹកឃើញថាអញ្ចឹងណាបងបើសិនជាបងប្អូនគាត់ឬមួយក៏សាច់ញាតិគាត់ដែលគាត់បាត់សាច់ញាតិឬមួយក៏បាត់បងប្អូនអីខ្ញុំនឹកឃើញថាប្រហែលជាអាចនឹងចេញវីដេអូឬមួយក៏ចេញ live ពីវីដេអូដើម្បីបកស្រាយឲ្យអស់ចម្ងល់ទស្សនិកជនអញ្ចឹងឲ្យឆ្ងល់មកខាងអញ្ចឹងណាបងបាទអញ្ចឹងក៏ផ្ដាំផ្ញើទៅបងស្រីឬមួយគ្រួសារគាត់បើសិនជាមានអីចង់បកស្រាយបន្ថែមជួយស្រាយចម្ងល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាណាបាទក៏អាចចូលរួមជាមួយនឹងកម្មវិធីយើងបានដែរនេះពីបងប្រុសក៏គាត់មិនថាបែបណាដែរគាត់គ្រាន់ថាបងស្រីជាមនុស្សគាត់ក៏មានចិត្តចង់ជួយហើយគ្រាន់ថាកាប់កិរិយាពេលហ្នឹងគឺចម្លែកគួរឲ្យគាត់សម្គាល់ធ្វើឲ្យគាត់ខ្លាចរហូតដល់គាត់រត់ចូលក្រាសាំងឲ្យគេជួយណាបាទហើយពីខ្ញុំទៅមានតែសង្ឃឹមថាបងស្រីគាត់ចេញពីបងទៅអត់ជួបហេតុការណ៍អីមិនល្អចោះ
គាត់ទៅផ្ទះទៅអីបានសុខសប្បាយព្យាបាលជំងឺអីចឹងទៅបាទ បាទ បងភីមានអីបន្ថែមអត់ តាំងសួរចង់សួរម៉ោងហ្មង អូម៉ោង អត់ដឹងម៉ោងប្រហែល ម៉ោងហេតុការបងជួប ម៉ោងនៅពេលហ្នឹងចន្លោះផៃខ្ទង់ម៉ោង11ប្រហែលជាម៉ោង10កន្លះចូល11ដែរបង ជប់ដែរ អូយប់ដែរយប់ជ្រៅដែរតាមខេត្តចេះស្ងាត់ជ្រាប បាទ ហើយអាចនឹងតាមផ្លូវអីអត់មានភ្លើងពលឺផ្លូវអីទៀត មានតែមានខ្លះតែកន្លែងព្រៃហ្នឹងប្រហែលជាអត់ទេដើមព្រៃកាសាហ្នឹង អូនិយាយចំទៅមានតាមពិតទៅមានភ្លើងពលឺហ្នឹងដូចជានៅតែកន្លែងរ៉ាសាំងហ្នឹងទេបងក្រៅពីកន្លែងរ៉ាសាំងហ្នឹងដាច់អស់ហើយដាច់ភ្លើងអស់ហើយ អញ្ចឹងបានមកដល់កន្លែងព្រៃកាសាដែលគាត់សុំចូលហ្នឹងបងប្រុសគាត់បើកអាភ្លើងកដាលរបស់ឡានមើល ឥឡូវចេះទៅបងដែលធ្វើការនៅការ៉ាសាំង2នាក់ហ្នឹងបងជួយតម្លាក់លេខក្នុងឆានមកខ្ញុំគិតថាប្រហែលជាគាត់បងមើលដែរអញ្ចឹងបងដែលធ្វើការនៅការ៉ាសាំងតម្លាក់លេខទូរស័ព្ទតាមឆាតមកយើងនឹងធ្វើការខលតាក់តងទៅដើម្បីសួរឲ្យកាន់តែច្បាស់បន្ថែមទៀតណា ត្រូវពោះបានពួកគាត់2 3នាក់ទៀតទៅកាន់តែមានអំណាងពោះគាត់នៅក្នុងហេតុការណ៍តែមួយ បាទ អូខេហើយចង់បន្ថែមតិចទៀតណាដោយសារឃើញមានការវែងញែកជាមួយសារសម្លេងរបស់បងស្រីម្នាក់ថាបងមានបញ្ហាគ្រួសារអីអញ្ចឹងណាតើរឿងហ្នឹងបែបណាដែរដើម្បីចង់កុំឲ្យខូចកេរ្តិ៍ឈ្មោះបងដែរណាបង បាទបងអញ្ចឹងខ្ញុំកំពុងតែឆ្ងល់ដែរបងរឿងហ្នឹងដោយសារអញ្ចឹងដោយសារតែខ្លួនខ្ញុំស្គាល់ហើយខ្ញុំអត់ដែរស្គាល់ក្មេងស្រីម្នាក់ហ្នឹងទេបងអត់ដែរស្គាល់ទេបាទអត់ដែរស្គាល់ទេហើយក៏គាត់លើកនិយាយនេះខ្ញុំដឹងថាគាត់លើកនិយាយគោលបំណងពីខ្ញុំហ្នឹងមិនក៏ខ្ញុំអត់ដឹងដែរនិយាយចំសម័យខ្លួនខ្ញុំគឺខ្ញុំអត់ដឹងទេហើយក្រុមគ្រួសារខ្ញុំគឺខឹងគ្រប់គ្នាគាត់ថាដឹងច្បាស់ជាងគ្រួសារគេម្ល៉េះដឹងច្បាស់ជាងគ្រួសារគេម្ល៉េះចុះហេតុការណ៍ហ្នឹងកើតពេលវេលានៅម៉ោងម៉ានហើយប្រព្រឹត្តបទល្មើសធ្វើអីហ្នឹងដឹងតែពេលណាមានផតតាជាក់ស្ដែងអត់គ្រួសារខ្ញុំចង់ឲ្យម្នាក់ស្រីហ្នឹងចេញមកភ្លឺកុំចេះតែដើរហាច់គេអញ្ចឹងណាបងអញ្ចឹងដល់ពេលខ្ញុំឮថាបងចង់មានចំណាត់ការអីលើករណីហ្នឹងទៀតទេបងបាទបងបាទខ្ញុំកំពុងតែរៀបចំដែរបងដោយសារវាមិនមែនជាការប៉ັດវាអាចចូលជាបទបរិហាគេបងដែរបាទបរិហាគេណាបងប៉ុន្តែវាអាចមានចេះអត់បងមកន័យថារឿងហ្នឹងវាពងបន្ទុះអញ្ចឹងហើយអាសារសលេងហ្នឹងគាត់និយាយពីអ្នកផ្សេងអត់ហើយគេកាត់មកព្រោះខ្ញុំបានស្ដាប់ដែរវានិយាយតែប៉ុណ្្នឹងក៏អត់បានសំដៅលើគាត់ដែរព្រោះគាត់និយាយថារបៀបមនុស្សប្រុសចេញចូលអាចអត់ជន់ឆ្លៀតឱកាសពេលដែលរឿងស្តៀងគ្នាក៏យកមកកាត់ផុសទៅទាញចូលដើម្បីយកចំណាប់អារម្មណ៍យើងទៅវាអាចអញ្ចឹងអត់ព្រោះដោយសារដូចបងប្រុសគាត់ថាគាត់អត់ស្គាល់ទេហើយនៅក្នុងវីដេអូដែលខ្ញុំបានមើលហ្នឹងក៏អត់បានបញ្ជាក់ហ្នឹងហើយបន្ទប់គ្នាហើយអត់បានបញ្ជាក់ថាណាគេទេមានតែ voice ហ្នឹងយកមកហ្នឹងហើយ voice ហ្នឹងតែប៉ុណ្្នឹងអញ្ចឹងដល់ពេលរឿងវាពងផ្ទុះអាហ្នឹងអាចហ្នឹងហើយអាចអត់ដែលទាញអាហ្នឹងយកមកធ្វើជាចំណាប់អារម្មណ៍ចូលក្នុងរឿងហ្នឹងដែរអញ្ចឹងបាទខ្ញុំនៅឃើញត្រង់កន្លែងហ្នឹងអញ្ចឹងណាបងអូខេអូខេចុះបងប្រុសដោយសារខ្ញុំបានសួរច្រើនដែរហើយសម្រាប់សុខភាពបងវិញមិនដែរនៅតែខ្លាចឬក៏មួយក៏នៅបន្តអាជីវកម្មធម្មតាដែរឬក៏មិនដែរបងនៅតែបងនៅស្រោចទឹកតែម្ដងទៀតហើយតែដូចមានអារម្មណ៍មួយថានៅខ្លាចដែរយើងមិនទាន់ឲ្យវាប្រាក់អស់ទាំងស្រុងទេណាបងនៅខ្លាចដែរបងនិយាយត្រង់មកគឺនៅខ្លាចអញ្ចឹងណាបងអូខេបងអូខេហើយដូចជាសំណេះសំណាលគ្នាបានច្រើនដែរហើយជាចុងក្រោយបងមានអីផ្ដាំទៅកាន់ទូនិកជនអត់បងបាទដល់ចុងក្រោយនេះសូមផ្ដាំទស្សនិកជនដែលបានពេលវេលាចំណាយពេលវេលាដ៏មានតម្លៃចូលរួមសម្រាប់ទស្សនានៅក្រុមកម្មវិធីបងហើយនឹងដូចជាស្ដាប់ខ្ញុំជាដើមអញ្ចឹងគ្មានអីពាក្យជូនពរទេមានសំណាងល្អសុខសប្បាយគ្រប់ក្រុមគ្រួសារទាំងអស់គ្នាអញ្ចឹងទៅណាបងបាទអរគុណដូចគ្នាបងហើយពីខ្ញុំទៅពីពួកខ្ញុំទៅជូនពរឲ្យបងឆាប់ជាសុខភាពល្អហើយដូចបងបានលើកឡើងមិញថាបងស្រោចទឹកស្រោចអីហ្នឹងអាហ្នឹងក៏ខ្ញុំលើកទឹកចិត្តឲ្យបងធ្វើទៅព្រោះវាជួយបរិងផ្លូវចិត្តបាទវាជួយបរិងផ្លូវចិត្តរបស់បងហើយនឹងថែសុខភាពនៅពេទ្យនៅអីមើលជំងឺថែសុខភាពបងឲ្យស្រួលបួលវិញទៅហើយអារឿងស្រោចទឹកស្រោចអីហ្នឹងបងក៏ធ្វើទៅព្រោះអាហ្នឹងវាអត់មានខូចខាតអីទេស្រោចទឹកដើម្បីបរិងផ្លូវចិត្តរបស់បងដើម្បីយើងប្រកបអាជីវកម្មប្រកបអាជីពយើងវិញបងណាបាទបាទជូនពរបងសុខភាពល្អបងជំរាបលាសុខភាពល្អសំណាងល្អបងអរគុណបាទអរគុណបងជំរាបលាបាទបង
បាទជំរាបលាបង បាទ អូខេ អូខេអ្នកទាំងអស់គ្នាមិនតែសម្រាប់សាច់រឿងបងប្រុសដែលយើងផ្អើលពេញ Facebook មួយយប់តោភ្លឺនេះខ្ញុំឃើញម៉ោង 3 គឺខ្ញុំភើសបល់ខ្លាំងមែនតើហើយតាណាតំណងអ្នកនេះសូមស្ដាប់ដោយប្រើវិចារណញ្ញាណហើយយើងអត់លើកទឹកចិត្តឲ្យអ្នកអស់នេះដាច់ខាតត្រូវតែជឿឬមួយក៏ដាច់ខាតត្រូវតែមិនជឿទេកម្មវិធី404បច្ចេករបស់យើងគ្រាន់តែជាកម្មវិធីកំសាន្តបែបរន្ធត់តែប៉ុណ្្នឹងឯងហើយអ្នកអស់យើងក៏បើឱកាសឲ្យបងអូនស្រីដែលនៅក្នុងឡានជាមួយនឹងបងប្រុសបើសិនជាគាត់បានឃើញshowនេះហើយចង់មានអីនិយាយឬក៏បកស្រាយចម្ងល់បងប្អូនគាត់អីអាចបកស្រាយតាមរយៈយើងក៏បានឬមួយក៏គាត់បកស្រាយតាមបណ្ដាញសង្គមគាត់ផ្ទាល់ក៏បានដែរដើម្បីឲ្យបងប្អូនយើងអស់ចម្ងល់ណាបាទត្រូវបាទហើយចំពោះ voice បងអូនស្រីដែលថាបងប្រុសចេះអញ្ចោះយើងក៏អត់ដឹងថាបងអូនស្រីគាត់និយាយប៉ិតឬមួយក៏មិនប៉ិតឬមួយក៏គាត់សំដៅទៅលើអ្នកណាក៏យើងអត់ដឹងដែរបាទអញ្ចឹងពីកម្មវិធីរបស់យើងគ្រាន់ឲ្យអ្នកនរគ្នាស្ដាប់តែប៉ុណ្្នឹងឯងយើងអត់តែវិនិច្ឆ័យបែបណាតែអ្វីដែលខ្ញុំជឿជាក់តែម្ដងខ្ញុំជឿជាក់ថាបងអូនស្រីនោះគឺជាមនុស្សហើយគ្រាន់តែគាត់ជួបហេតុការណ៍អីមួយឬក៏គាត់មានបញ្ហាមានជំងឺជាប់ខ្លួនក៏ថាបានដែរណាបាទអូខេពីខ្ញុំទៅខ្ញុំសុំថែមបន្តិចទៀតតកតទៅនឹងហេតុការណ៍ហ្នឹងបើតាមស្ដាប់បងប្រុសគាត់និយាយមកសម្បីតែគាត់ជួបហេតុការណ៍ផ្ទាល់គាត់ខ្លាចប៉ុន្តែការនិយាយរបស់គាត់មិញខ្ញុំជឿថាអ្នកបងប្អូនរបស់គ្នានៅក្នុង line ហ្នឹងក៏ស្ដាប់បានទទួលបានពីគាត់ដូចខ្ញុំដែរគាត់នៅតែនិយាយឈរនៅកណ្ដាលបានន័យថាគាត់ក៏គិតថាមនុស្សដែរដោយសារមកពីគាត់ភ័យពេកដល់ពេលគិតរឿងហ្នឹងហើយវាអាចអត់បានមើលអានេះវាអាចទៅជាអញ្ចេះអីគាត់នៅតែមានអាហ្នឹងបានន័យថាគាត់នៅតែព្យាយាមទាញខ្លួនឯងមកកណ្ដាលគាត់អត់ទៅរឿងអបិយជំនឿ 100% ទេហើយចង់បន្ថែមមួយទៀតដែរដោយសារហេតុការណ៍អញ្ចេះឧទាហរណ៍ណាមនុស្សស្រីដែលគាត់គេហៅថាសម្រាប់កូនមុនខែអញ្ចឹងពរិយាកលាភ្លើងអីមិននោះខ្ញុំអត់ដែរដឹងរឿងហ្នឹងទេណាខ្ញុំណាដឹងហ្មងតែមិនឃើញខមមិនបងគាត់និយាយក្នុងវីដេអូហ្នឹងឯនេះខ្ញុំ share ហ្នឹងអញ្ចឹងសប្តាហ៍នេះដែរខ្ញុំចង់ស្ដាប់រឿងព្រាយកលាភ្លើងមកបងប្អូនណាមានសាច់រឿងព្រាយកលាភ្លើងអាច call ចូលរួមជាមួយនឹងកម្មវិធីយើងបានយើងចាប់ផ្ដើមបើកឲ្យពុកម៉ែបងប្អូន call ចូលរួមហើយអញ្ចឹងលេខទូរស័ព្ទនៅលើកញ្ចក់អេក្រង់3 2 1ចាំមើលចុចតន់អត់តន់ទេវិធី Media Service អូខេស្ដាប់អត់មានការអត់មានការអត់បានស្ដាប់ណា096 8404 404អញ្ចឹងសប្តាហ៍នេះលើកទឹកចិត្តឲ្យអ្នកនរគ្នាមកចែករំលែកជាមួយនឹងព្រាយក្រឡាភ្លើងដោយសារខ្ញុំអត់ដែរ